ដើមខ្នុរលក្ខណៈរុក្ខជាតិជាប្រភេទដើមឈើមធ្យមកម្ពស់ពី10ទៅ12ម៉ែត្រស្លឹកមានរាងពងក្រពើស្រួចច្បិចចុងពណ៌បៃតងចាស់ផ្នែកខាងលើរលោងបណ្ដោយពី10ទៅ15សង់ទីម៉ែត្រទទឹងពី7ទៅ10សង់ទីម៉ែត្រផ្កាចេញពីដើមនិងមែកចាស់ផ្លែធំអាចមានប្រវែងពី60សង់ទីម៉ែត្រទម្ងន់20ទៅ30គីឡូក្រាមខាងក្នុងមានក្លែបជាច្រើនក្លែបនីមួយមានមួយគ្រាប់សំបកគ្រើមរាងជាបន្លាកន្លែងដាំដុះជាតិដំណាំចម្ការក្នុងភូមិដើម្បីយកផ្លែជាអាហារផ្នែកប្រើប្រាស់គេប្រើស្លឹកឬនឹងជ័ររសជាតិមានរសជាតិផ្អែមក្លែបពេលទុំដើមខ្នុរផងដែរក៏ជាឱសថយកទៅព្យាបាលជំងឺមួយចំនួនបានផងដែរសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះសូមជួយ Subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតសូមអរគុណ